សម្រាប់វីដេអូនេះដែរខ្ញុំចង់និយាយពាក្យតែខ្ញុំចង់និយាយក្នុងចិត្តដែរតែនិយាយថាខ្ញុំសប្បាយចិត្តហើយខ្ញុំក៏ពេញចិត្តក្នុងការបំពេញកិច្ចការមួយនេះដើម្បីការពារប្រទេសជាតិការពារទឹកដីមាតុភូមិរបស់កម្ពុជារបស់យើងនិងការពារដល់ប្រជាជនទាំង17លាននាក់ជាងដែលកំពុងតែកំពុងរងចាំផ្លូវដើម្បីមើលរបស់ខ្ញុំធ្វើបានក្នុងការពារទឹកដីរបស់យើងហើយតស៊ូដើម្បីជ័យជំនះការពារទឹកដីពីសត្រូវឈ្លានពានវីដេអូនេះខ្ញុំនិយាយទេខ្ញុំគ្រាន់តែចង់បង្ហាញពីអារម្មណ៍របស់ខ្ញុំសប្បាយចិត្តដែលខ្ញុំបានបំពេញកិច្ចការមួយនេះបំពេញកិច្ចការមួយនេះដើម្បីការពារទឹកដីរបស់យើងពីសត្រូវឈ្លានពាននិងការពារដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចង់ខ្ញុំសប្បាយចិត្តមែនទែនចឹងជីវិតខ្ញុំអត់ស្ដាយទេឲ្យតែខ្ញុំបានការពារទឹកដីរបស់ខ្ញុំនិងការពារប្រជាជនរបស់ខ្ញុំចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងមានតែមួយរៀនដល់អរគុណច្រើនបងប្អូនអរគ្នាពួកយើងនឹងតស៊ូការពារបន្តទៀត